Ba sư sday bằng bộ ngọc này nó có xong thơ videoខ្លីៗទី1គេចង់ដាក់ឲ្យមានវីដេអូដាក់នៅក្នុង YouTube Channel បងប្អូនដោយសារតែបច្ចុប្បន្ន YouTube Channel របស់ខ្ញុំគឺមាន Subscriber តែត្រឹម300នាក់ជាងឯងអញ្ចឹងណាហើយខ្ញុំចង់ឲ្យមានវីដេអូច្រើនដែលដាក់នៅក្នុង YouTube Channel របស់ខ្ញុំផងហើយក៏ចង់ឲ្យបងប្អូនចាំជួយ Subscribe Channel YouTube ហ្នឹងឲ្យបានច្រើនផងបងប្អូនពីព្រោះនៅឆ្នាំ2026នេះខ្ញុំនិយាយទៅមាន project ប៉ុន្តែវាមិនមែនជា project ធំៗទេគាត់ថាខ្ញុំចង់ project របស់ខ្ញុំគឺចង់ឲ្យ YouTube Channel របស់ខ្ញុំនេះគឺ grow ហើយជាមួយនឹង page របស់ខ្ញុំគឺ page RS Store អញ្ចឹងណាបងប្អូនគាត់ថានៅក្នុង YouTube Channel អ្វីដែលខ្ញុំចង់បដោតហ្នឹងគឺទី1គឺខ្ញុំខុសពីតកតងនឹងផលិតផលរបស់ខ្ញុំដែលខ្ញុំលក់ពីព្រោះបច្ចុប្បន្នខ្ញុំលក់ផលិតផលតកតងគ្រឿងបរិក្ខារទូរស័ព្ទមានកាស Bluetooth កាសខ្សែឆ្នាំងសាកដុំសាកហើយនឹងពពួកគ្រឿងបរិក្ខារមួយចំនួនទៀតដូចជើងទម្រទូរស័ព្ទនៅក្នុងឡានជើងអីហ្នឹងនិយាយទៅច្រើនគាត់ថាហើយមួយទៀតគឺខ្ញុំចង់បដោតទៅលើចំណេះដឹងទូទៅអាចជាចំណេះដឹងតកតងវិស័យធានារ៉ាប់រងវិស័យផ្សេងដែលខ្ញុំអាចចែករំលែកបាននៅក្នុងបណ្ដាញសង្គមណាបងប្អូនពីព្រោះបច្ចុប្បន្នយើងឃើញថាតកតងនឹងការចែករំលែកនៅចំណេះដឹងផ្សេងតកតងនឹងវិស័យហិរញ្ញវត្ថុធនាគារអីគឺមានច្រើនហើយប៉ុន្តែតកតងនឹងវិស័យធានារ៉ាប់រងអីគឺយើងគិតថាឃើញថាវាអត់តាន់មានអីជាស៊ីជម្រៅទេអញ្ចឹងខ្ញុំគិតថា YouTube Channel របស់ខ្ញុំគឺអាចទី1គឺអាចឲ្យបងប្អូនអាចមានចំណេះដឹងមូលដ្ឋានមួយចំនួនតទៅនឹងវិស័យធានារ៉ាប់រងពីព្រោះយើងដឹងហើយវិស័យធានារ៉ាប់រងនៅក្នុងស្រុកខ្មែរគឺយើងនៅមានកម្រិតប៉ុន្តែវាកំពុងតែរីកចម្រើនទៅមុខអញ្ចឹងវាត្រូវការទី1ត្រូវការបណ្ដុះនៅចំណេះដឹងវាអាចជាចំណេះដឹងមូលដ្ឋានឬក៏ចំណេះដឹងតទៅនឹងបច្ចេកទេសឬក៏ជាយើងដឹងពីផលិតផលធានារ៉ាប់រងពីព្រោះចឹងដែរក្រុមហ៊ុនមួយក្រុមហ៊ុនមានក្រុមហ៊ុនច្រើនមានក្រុមហ៊ុនធានារ៉ាប់រងទូទៅនិងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនិយាយទៅគាត់មានយុទ្ធសាស្ត្រគាត់មានទិសដៅគាត់មានការផ្សព្វផ្សាយផ្សេងច្រើនតែគាត់ថាយើងគិតថាវាការផ្សព្វផ្សាយការនៅក្នុងបណ្ដាញសង្គមឬក៏តាម channel ផ្សេងហ្នឹងក៏វាមិនតាន់វាជ្រុលជ្រាបស៊ីជម្រៅដែរអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំគិតថានៅ YouTube channel របស់ខ្ញុំនឹងអាចជួយចែករំលែកនៃជួយបងប្អូនក្នុងការស្វែងយល់ឲ្យបានមួយចំនួនទៀតទៅនឹងវិស័យធានារ៉ាប់រងអរគុណច្រើនបងប្អូនតែប៉ុណ្្នឹងទេ